và ốc round one ba tậpទី1សព្វនេះគុណខ្មែរបងគោក្រោមរស់អរុណបងគោខៀវដល់ក្រោមហូបលើអោវាយបានតែមួយជង្គង់តែប្រសម្រាប់លក្ខណៈនៃវត្តគីបบ็កស៊ីងដល់ក្រោមអចតពីជើងរបស់សព្វនេះរស់អរុណថាក់បោះបានមួយជង្គង់បាទយើងចាប់អោឡើងបានតែមួយជង្គង់ទេអត់ទាន់មួយជើងថាក់មួយជើងទៀតបាទពីរស់អរុណបោះជង្គង់វែងថាក់ជង្គង់នេះថាក់មួយជើងបាទពីបាទរស់អរុណទាន់តាមមកម្ដងមួយជើងដល់ក្រោមពីសុនីវាយបានម្ដងចាក់ជង្គង់រីវាពីបាទរស់អរុណវាយលើពីសុនីអូម្ដាយរបស់សុនីបាទសុនីដៃធ្ងន់ធ្ងរបាទចូលម្ដាយរបស់សុនីពិតចាក់មួយជើងទៀតបាទពីរស់អរុណដល់ទៅយើងឆ្លៃបានម្ដាយចូលហើយជង្គង់ពីរស់អរុណបាទអរគុណដល់ខេមរៀនវាដល់ទៅជើងពីរជើងពីរស់អរុណបានម្ដាយទៀតរបស់រស់អរុណតបចូលសាមពីសុនីជង្គង់ទៅមកបាទយើងទាត់បានច្រើនគឺល្អបាទហូបដៃរបស់សុនីច្បាស់មែនទែនយ៉ាពីជើងពីរត់មួយដៃរបស់សុនីអូរងញ្ញារបស់រត់តបទៅជើងវិញរបស់សុនីសុនីវាយតាមដៃតបជើងទៀតសោពីរត់ខាក់ជង្គង់រីវាយ៉ារបស់រត់រងជើងសិតចូលតបជើងវាយសងលើយ៉ាមួយជើងរបស់រស់អរុណសុនីបានម្ដាយតោះមួយជើងរបស់រស់អរុណចាក់មួយជើងទៀតរបស់រស់អរុណតោះមួយជើងបាទមួយជើងបានល្អណាស់បាទពីរស់អរុណអត់បញ្ហាសម្រាប់សុនីចាប់អូចាក់មួយជើងទៀតតោះវាយលើពីរស់អរុណជង្គង់រស់អរុណជង្គង់សុនីបាទការប្រកួតលក្ខណៈមួយវត្តចប់ទឹកទី1បាទមិនបាទទស្សនាជាបន្តទៀតទឹកទី2សុនីនិងរស់អរុណបាទវាដាច់រត់ដល់ពីរវត្តបាទគេរៀបមកហើយហាក់មួយជើងរស់អរុណមួយដៃរបស់សុនីអោបជួបបាទប្រឹងប្រែងមែនទែនសម្រាប់ទាំងពីរបាទទាត់មួយជើងវាយបានហើយជង្គង់បាទប្រកួតលក្ខណៈគីបូស៊ីនេះក៏ព្យាយាមអោបពេកបាទលោកអាញាដែរមិនអាញាឲ្យអោបទេហើយព្រោះតែเขาខុសលក្ខន្តិកៈមួយដៃចុះជង្គង់បាទយើងចាប់អោបបានឡើងមួយជង្គង់អូបាទញ៉ាតូមួយដៃពេញពីសុនីខាក់មួយជើងពីរស់អរុណអត់វាយលើទាត់មួយជើងទាត់សងហើយទៅមកទាត់វាយលើពីសុនីជង្គង់រស់អរុណជង្គង់បាទទស្សនាជាបន្តទៀតអរគុណដល់ខេមរៀនវាបាទខេមរៀនណាបាទស្រាលសង្គមជួបជុំបានយូរឱកាសចូលឆ្នាំនឹងផ្លេចជាមួយនឹងខេមរៀនវាជួបជុំមិត្តភក្តិបងប្អូនមួយដៃរបស់សុនីទាត់ណាចូលជង្គង់របស់រស់អរុណកាក់ជង្គង់រីវារបស់រស់អរុណអូបាទឆ្វេងពីសុនីចាក់មួយជើងរបស់រស់អរុណសុនីទាត់ជង្គង់លោកខេងស្ដាំចូលម្ដាយទាត់មួយជើងចូលអូ
គូនេះមានរឿងត្រូវនិយាយគ្នាបងប្អូនដោយសារតែកីឡាករបង្គោលក្រហមគាត់វាយកែងឥឡូវនេះចាប់ផ្ដើមអាយ៉ាយ៉ាងមិនចេះប្រកាសបាទឥឡូវនេះអូបាទដោយសារតែគាត់វាយកញ្ញាកីឡាករសម្រាប់គោលក្រហមគាត់វាយកែងទៅពេលអញ្ចឹងគឺគាត់ចាញ់ដោយស្វ័យប្រវត្តិគាត់ខុសលក្ខណៈការឥឡូវត្រូវការយ៉ាងម៉េចទៀតអូចាំមើលបាទបាទអរគុណណាស់ចា៎លោកអាញាកដាគាត់សម្រេចហើយកម្មការរៀបចំការប្រកួតកីឡា Kickboxing ធ្វើការបាទអញ្ចឹងយើងពិភាក្សាបាទប៉ុន្តែទៀតនឹងដឹងលទ្ធផលសម្រាប់បាទឥឡូវនេះជ័យជំនះក៏បានកីឡាករបង្គោលខៀវគាត់ទទួលបានជ័យជំនះជូនគណៈកម្មការទីប្រកាសលទ្ធផលធ្វើការបង្គោលខៀវបានយកឈ្នះបង្គោលខៀវបានបង្គោលក្រហមប្រកួតខុសលក្ខណៈការនៅក្នុងទឹកទី2បាទដល់កីឡាករបង្គោលខៀវរស់អារ៉ូបាទនៅរដ្ឋលេខាធិការក្រសួងកម្ពុជាចា៎នឹងជាប្រធានកិត្តិយស